ជំរាបសួរបងទាំងអស់គ្នាថ្ងៃនេះគឺបងមកចែករំលែកនៅបទពិសោធន៍មួយដែលបងគាត់ថាចកនឹងຕົកអាយុកាលប៉ុន្មានថ្ងៃបានត្រូវបំបែកពូជណាបងអញ្ចឹងចកនឹងគឺបងដាំពីថ្ងៃទី5បងទី5ខែ10ចា2025ឥឡូវមកដល់ថ្ងៃនេះគឺទី31បងទី31ខែ10អញ្ចឹងគឺចកយើងនឹងគឺ26ថ្ងៃណាបង26ថ្ងៃអញ្ចឹងបងអាចមើលបាននេះចកឡើងគោអញ្ចឹងបងហើយតកតងនឹងការបំបែកពូជបើសិនតែបងចង់បំបែកពូជបងຕົកឲ្យចាស់ដូចខាងប្អូនអញ្ចឹងបងចឹងបងបំបែកពូជទៅគឺយកទៅអត់អន់បងដោយថាបងបំបែកពូជនឹងដាំទៅនឹងកើតលឿនណាបងអត់សូវអន់ចឹងជាក់ស្ដែងបងអាចមើលបានចកខាងប្អូននឹងពេលត្រូវភ្លៀងរាល់ថ្ងៃនឹងគឺល្អបងហើយនេះអាយុកាលនឹង25ថ្ងៃហើយចឹងគឺស្លឹកវានឹងក៏ប៉ោះល្អបងហើយឬវានឹងគឺរៀងវែងដែរចាថ្ងៃនេះគឺប្អូនមកចែករំលែកនៅបទពិសោធន៍មួយដែលបងគាត់តែងតែបញ្ជាក់មកខាងប្អូនថាអាយុកាលចកប្រហែលថ្ងៃបានត្រូវបំបែកពូជចឹងណាបងអញ្ចឹងអាយុកាលចកនឹង25ថ្ងៃបងបំបែកដាំបានបងជាក់ស្ដែងចកខាងប្អូននឹងគឺមានច្រើនណាស់នេះបងអាចមើលបាននេះគ្រប់អាងតែម្ដងបងហើយច្រើនមែនតែនបងហើយប្អូននឹងលក់ជូនបងក្នុងតម្លៃសមរម្យបងបើសិនតែបងត្រូវការកំងនឹងគឺអាចទៅមកខាងប្អូនបានបងនៅខាងនោះហ្នឹងគឺយើងទឹកតែបំបែកពូជថ្មីបងគឺយើងធ្វើការបាញ់ថ្នាំរួចម្ដងហើយសัตว์វារោមបងនៅខាងខ្មៅហ្នឹងសัตว์រោមចឹងគឺល្ងាចនេះគឺយើងឲ្យបងហ្នឹងបាញ់ថ្នាំម្ដងទៀតបងហើយរយៈកាលអាសូឡាដែលនៅក្នុងអាងដែលប្អូនថតជូនបងមើលនេះគឺយើងបាញ់ថ្នាំ2ដងបងយើងបាញ់ម្ដងហ្នឹងបានមួយសប្តាហ៍ហើយយើងចាប់ផ្ដើមបាញ់ម្ដងទៀតបានវាកើតលឿនគោលើគ្នាចឹងបងហើយខាងនេះគឺយើងទឹកតែបាញ់ថ្នាំថ្មីដែរបងចកនឹងគឺបានមួយសប្តាហ៍ណាបងចាប់ផ្ដើមដុះហើយនេះគ្រូសាប្អូននឹងគឺចាប់ផ្ដើមដួសហើយបងទាំងព្រឹកនេះគឺចេញចំនួន100គីឡូបងទៅខាងស៊ីមរៀបហើយនឹងបន្ទាយមានជ័យចាបងដែលគាត់កំងយកទៅធ្វើជាចំណីបងហើយនេះបងឲ្យខ្យល់ខ្លាំងពេកនឹងបាក់រស័យបាក់រោងចូលកស៊ូបងប៉ុន្តែអត់រហែកទេបងដោយសារកស៊ូនឹងគឺរាងក្រាស់ដែរបងនេះតើតើនឹងកស៊ូនឹងកស៊ូយើងរាងក្រាស់ដែរហើយយើងប្រើនឹងកស៊ូនឹងគឺដាំបានរៀងយូរដែរបងប៉ុន្តែខាងប្អូននឹងដាំនឹងតង់ខ្លះនឹងកស៊ូខ្លះបងបើសិនតែយើងដាំតង់ទាំងអស់ហ្នឹងគឺខាតលុយចុះលុយច្រើនណាបងហើយអញ្ចឹងហើយគឺយើងមានតង់ផងគឺមានកស៊ូផងដោយសារយើងនឹងគឺដាំខ្នាតធំបងលក់ជូនបងអញ្ចឹងបើសិនតែយើងអត់ដាំច្រើនពេលបងគាត់កំងហ្នឹងគឺយើងលក់ជូនគាត់អត់តានទេបងអញ្ចឹងគឺយើងធ្វើខ្នាតធំហ្នឹងគឺយើងដាំមានតង់ខ្លះមានកស៊ូខ្លះបងអញ្ចឹងហើយតកតូននឹងការដាំបើសិនតែបងមានចម្ងល់អីគឺអាចតកតូនមកខាងប្អូនបានណាបងព្រោះអីខាងប្អូនហ្នឹងគឺមានចកច្រើនណាបងបើសិនតែបងកំងជាតោនក៏ខាងប្អូនមានដែរបងជាតោនជា100បងនេះគ្រូសាប្អូនហ្នឹងកំពុងតែដួសហើយចកថ្ងៃនេះគឺចេញទាំងព្រឹកបងចំនួន100គីឡូទៅខាងបន្ទាយមានជ័យនិងទៅខាងស៊ីមរៀបបងអញ្ចឹងគឺយើងធ្វើការដួសទាំងព្រឹកបងហើយនេះលម្អហ្នឹងគឺយកមកបញ្ឈរចាំហើយពេលយើងដួសរួចគឺយើងយកដាក់លម្អឲ្យដល់សោះហ្នឹងវិចខ្ចប់ជូនបងតាមតាក់ស៊ីបងដោយសារគាត់នៅខាងស៊ីមរៀបហ្នឹងបើនៅខាងបន្ទាយមានជ័យយើងដាក់2តង់បងគាត់ជួយចេញសេវាមួយតង់យើងផ្ញើពីខាងស្ទងទៅដល់ស៊ីមរៀបហ្នឹងមួយតង់គាត់ផ្ញើពីខាងស៊ីមរៀបទៅដល់បន្ទាយមានជ័យហ្នឹងមួយតង់ទៀតអញ្ចឹងបងអញ្ចឹងតកតទៅនឹងបងដែលត្រូវការកំងបើសិនតែបងចង់ដាក់តាមតាក់ស៊ីគឺបងជួយចេញសេវាមួយតង់ខាងប្អូនចេញពីនេះជូនខាងបងហ្នឹងចេញមួយតង់ទៀតអញ្ចឹងចកហ្នឹងគឺមានច្រើនណាបងអញ្ចឹងថ្ងៃនេះក៏បងសូមអរគុណដែលបងតែងតែគ្រប់គ្រងនៅខាងផ្នែកកសិកម្មដាំចកសាឡារបស់បងមួយនេះចាមិនថាបងចិញ្ចឹមសត្វមឿនទាបង្គាបង្កងអីបងចិញ្ចឹមសត្វអីក៏បងអាចដាំឲ្យសត្វយើងស៊ីបានដែរបងព្រោះអីចកហ្នឹងគឺចំណេញបងប្រូតេអ៊ីនវាគឺមានដល់23%អញ្ចឹងគឺយើងដាំគឺយើងដួសអស់ដាក់ជីគឺកើតទៀតអញ្ចឹងជាក់ស្ដែងបងអាចមើលបានអាងខាងប្អូនហ្នឹងគឺច្រើនណាបងហើយនេះចកកំពុងតែកើតហើយមានអាទឹកតែដាំហើយមានអាដាំយូរចាបងចឹងតកតូននឹងការដាំហ្នឹងគឺងាយស្រួលទេបងបើសិនតែបងគ្រាន់តែកំងជាឈុតនោះមានស្បៃមានតង់ស្រាប់គឺបងទៅដល់ចងតតង់ដាក់ទឹកគឺបងបានដាំជាក់ស្ដែងនេះគ្រូសាប្អូនកំពុងតែដួសនឹងចកខ្ចីល្អបងដោយថាបងហ្នឹងគាត់កំងយកទៅធ្វើជាចំណីត្រីគឺយើងដួសនេះបងអានេះអាយុកាលវាបាន20ថ្ងៃបងហើយអាមិញហ្នឹងកន្លែងប្អូនកាន់
จูนบองมือเนาะมาเพย์ปรามทั้งไงอะไรนี่อายุการมาเพย์ทั้งไงบองยังเพื่อการดูได้สาบองบองกัดกำมังโยแต่เพื่อจะจำในสัตว์บองจังคือยังดูหาเรียงใจจูนเกิดจังบองหายนี้ติดดัดทองขมายขนมมือทองนั่นคือ30 กิโลบองจังไงน่ะได้กุบโอนสมออกก้นได้บองแต่งตะกมตรในครั้งในกสิกรรมดำโจระบบโอนมวยในกลุ่มประเภทจะจำในสัตว์บองจังไฮวิตาโอนทั้งไงนี่คือเมียนแต่ปัญหาให้สมออกก้น